អាឡងស្អាតហ្មងឥឡូវជាមួយខ្ញុំប្រើទាំងអស់គ្នាមើលណាជាមួយនឹងសាច់ក្រែមរបស់គេហើយអ្វីដែលសំខាន់គឺពណ៌អួយពណ៌ស្អាតខ្លាំងទាំងអស់គ្នាអើយនេះ006 best ខ្លាំងហ្មងមើលចេញមកធម្មជាតិការឈូកចេញមកពីខាងក្នុងហ្មងណាដូចដំបូងមាត់យើងធម្មជាតិចឹងណានេះអូយស្ដើងមាត់អាឡងហើយអត់ស្អិតទេទាំងអស់គ្នាងាយស្រួលលាបខ្លាំងមែនតើអូ my god ពណ៌នេះស្អាតខ្លាំងឥឡូវមកតេស្តជាមួយនឹង009ម្ដងពណ៌គេឆ្វាច់ទឹកក្រូចចឹងហ្មងបងប្អូននេះបែករៀងទឹកក្រូចស្ដើងបងប្អូនបែបរៀងចេញមកដូច summer ខ្ជូតអីចឹងណាពណ៌បន្ទាប់គឺ007នេះវាបែករៀងស្វាយកាឈូកបងប្អូនគឺពណ៌វាបែបនេះពណ៌នេះសម្រាប់អ្នកដែលស្បែកស្រែកបាយឬមកក៏ស្អែមក៏ត្រូវដែរបងប្អូនអូសាច់ក្រែមវាទន់ហ្មងណាទន់ហើយឡើងម៉ត់ចាស៊ីយីមែនអូខេបងប្អូនពណ៌ចុងក្រោយគេ008 rum reason ពណ៌នេះកម្ៅដែរពណ៌ខ្នោតពណ៌នេះរៀងកម្ៅទាំងអស់គ្នាហ្នឹងហើយប៉ុន្តែកម្ៅវាក៏នៅមានជាតិរៀងពណ៌ខ្នោតពណ៌កាឈូកក្នុងហ្នឹងដែរអាឡងស្អាតហ្មងមកតែ glamour ម្ដងទាំងអស់គ្នាខ្ញុំបាន2ពណ៌នេះណានិយាយទៅគឺគេមានពណ៌ផ្សេងៗទៀតប៉ុន្តែឥឡូវនេះខ្ញុំបាន2ពណ៌នេះតែតោះជាមួយនឹងក្រែមនេះវាក្រែមជាប្រភេទអាឡងដែលវាមានជាតិ glitter នៅក្នុងហ្នឹងអីចឹងណាផ្លេកៗនៅក្នុងហ្នឹងឃើញទេនេះពណ៌នេះគឺវាមានជាតិ shimmer នៅក្នុងហ្នឹងទាំងអស់គ្នាដែលវា reflection មកស្អាតចាំងស្អាតអាឡងមែនតើអានេះក៏អាចដាក់ជា eye base បានដែរទាំងអស់គ្នានិយាយទៅដាក់ជា color ភ្នែកណាតោះគ្នាខ្ញុំសាក់លាយពីពណ៌នេះចូលគ្នាខ្ញុំលាយជាមួយនឹង006 Girly Swirly របស់ Revlon Super Lustrous ជាមួយនឹង Super Lustrous Glimmer ពណ៌005 Glaze Almond ជាមួយខ្ញុំដាក់ពីរនឹងចូលគ្នាមិនវិញអញ្ចឹងក្រែមទី1យើងដាក់វាជា base បន្ទាប់មកយើងដាក់ជា color ផ្លេកៗបែបជា shimmer នឹងពីលើអូយតោះគ្នា combo មួយនេះកប់សេរីមែនតើវាទាំងអស់គ្នានៅពេលដែលវាពីរពណ៌ចូលគ្នាអញ្ចឹងវាមាន undertone របស់វាមួយហើយនៅខាងប្រវេណមាត់របស់យើងវាជាប់ជាមួយនឹង tone base ហើយបន្ទាប់មកយើងដាក់អាឡងនឹងពីលើទៀតចង់អញ្ចឹងណា